ដូចថាអ្នកផ្សេងច្រើនមានថាពលពតគេតាមចោលថាគាត់ជាឃាតករតែចំពោះអ៊ំមានទស្សនៈផ្សេងបាទខុសពីអ្នកផ្សេងបាទតែបានអ៊ំមានទស្សនៈថាពលពតនៅតែគ្រប់គ្រងពលពតតែពីពួកខ្ញុំឃើញពលពតក៏សម្លាញ់ជាតិក៏សម្លាប់ពួកក្បត់ណាក៏មានសម្លាប់ប្រជាជនណាក៏เป็นសម្រាប់ប្រជាជនអាណាសម្លាប់ពួកអាក្បត់វាសម្លាប់ចំពោះអ៊ំគេថាពលពតជាឃាតករមកតែចំពោះអ៊ំទស្សនៈគេនេះគេថាពលពតជាឃាតករយ៉ាងណាទស្សនៈខ្ញុំថាមិនមែនឃាតករគឺសម្លាប់មនុស្សដែលមិនមានទោសមានភ័យអីសម្លាប់ដោយអត្ថហេតុផលអានេះឃាតករសង្គមជាតិของថាពលពតបាទតែពលពតក៏មិនឃាតករទេក៏សម្រាប់ដោះស្រាយមនុស្សដែលក្បត់ជាតិក្បត់ប្រជាជនលក់ដីឲ្យបរទេសអានឹងគឺថាប្រមាណនិយាយមើលទៅមើលចំហវៀតណាមស្គាល់ដឹងចំហវៀតណាមច្បាស់ទេប្រមាណ100ឆ្នាំហើយដែលគេចង់យកលេបកម្ពុជាខ្ញុំនឹងពលពតបានពិភាក្សានៅពេលរំដោះហើយណាឃើញបញ្ហានេះទេឃើញខ្លះមិនច្បាស់បញ្ហាចារកម្មនេះតែយើងឃើញភេទមិនទឹកភេទមិនល្អនៅក្នុងជួរកម្មអភិបាលយើងភេទអីអំណាចអាញាស្រីស្រាទៅមានគ្មានលក់នឹងចាយលុយបណ្ដាស្រាទីផានខ្វាយលុយកាក់ស្រីស្រាដូច្នោះនេះហើយផ្ទៃក្នុងបកបានពិភាក្សាគ្នាជាមួយពលពតបកយើងខ្ចីបកយើងនៅខ្ចីទើបអង្គសាងបានប្រហែលឆ្នាំយើងរហ័សវាយឈ្នះអាមេរិកអារហ័សវាយឈ្នះមានទាំងល្អមានទាំងអាក្រក់អាល្អគឺយើងរហ័សរំដោះប្រជាជាតិយើងប្រជាជនយើងប៉ុន្តែមិនល្អត្រង់អីត្រង់បកជនយើងនៅថ្មីណាមិនតន់ដកដំក្នុងសង្គ្រាមឲ្យដកដំឲ្យចិនចៅទេអត់ទេដូច្នោះភ្លើណាឆ្នាំក្មេងចូលបកថ្មីចូលបកបាន2ខែបកឈ្នះណាអញឡើងអំណាចអានេះហើយដែលបកត្រូវអន្តរាយទៅវិញ